គេត្រូវតែនៅអង្គការសហប្រជាត្រូវតែបោះឆ្នោតគ្រប់គ្រងសាធារណខ្មែរថ្មីបើអញ្ចឹងខ្មែរយើងថាដាច់វីវដាច់បាយនេះជាយុទ្ធសាស្ត្រដាំបាយបន្សល់ទុកយើងធ្វើនេះយើងប្រាប់ទប់យើងអត់ឈ្នះទេព្រោះយើងមានប្លង់មេធ្វើរួចអស់ហើយនឹងចង់ប្រាប់តែអាចិនប្រាប់តែអាសែនប្រាប់តែយួនធ្វើទប់យើងអត់ឈ្នះទេព្រោះយើងមានប្លង់មេធ្វើរួចអស់ហើយនឹងបន្ទាប់ពីយើងធ្វើអានឹងរួចហើយពេលផ្លាស់ប្ដូររបបសាធារណរដ្ឋយើងយកតែ master plan ដែលមានរួចមកហើយផែនការមានរួចហើយដែលបានរៀបចំរួចហើយយកពួកនឹងតែម្ដងទៅធ្វើទៅអភិវឌ្ឍនៅក្នុងប្រទេសខ្មែរយើងដូច្នេះពួកនឹងហើយជាក្រុមគេទាំងអស់នឹងហើយគេការពារព្រោះយកគេឲ្យទៅធ្វើនៅក្នុងប្រទេសខ្មែរយើងមិនដឹងប្រទេសប្រមាណប្រទេសចូលទៅរួម209ប្រទេស9របស់មកដែលចូលទៅធ្វើនៅក្នុងប្រទេសខ្មែរយើងអភិវឌ្ឍជួយអភិវឌ្ឍប្រទេសយើងនោះកណាក្រុមហ៊ុនគេទូតគេគ្រប់បែបយ៉ាងនៅក្នុងនោះអាណាររឿងប្រទេសខ្មែរវាយប្រទេសខ្មែរពួកនឹងហើយដូចជាគេងើបតវ៉ាតទល់ព្រោះសិទ្ធិក្រុមហ៊ុនអន្តរជាតិនៅក្នុងនោះអាយួនទៅវាយយ៉ាងម៉េចវាយជាមួយនឹងអន្តរក្រុមនឹងសិពួកពិភពលោកក្រុម300នឹងបានគេទៅវាយជាមួយក្រុម300នឹងហើយក្រុមគេទាំងអស់នឹងហើយគេការពារឲ្យយើងតែមានអាយួនអាចិនទៅវាយយើងមិនដេចនឹងកើតបើវាវាយគឺវាវាយអន្តរជាតិទាំងស្រុងពួកមិនតែពួកបរទេសក្រុមហ៊ុនបរទេសនៅក្នុងនឹងទាំងអស់ហ្នឹងបើអត់មានទេអត់មានអាដាំបាយមិនសល់ទុកនឹងទេអត់មានពួកនឹងទេវាអាចថាវាទៅវាយទៅខ្មែរទេប៉ុន្តែនោះទៅវាយវាប៉ះចំបរទេសអន្តរជាតិដែលគេលើកគ្នាគេទៅជួយអភិវឌ្ឍទៅអភិវឌ្ឍនៅប្រទេសខ្មែរនោះដែលគាត់បញ្ជាឲ្យទៅអភិវឌ្ឍប្រទេសខ្មែរនោះអញ្ចឹងយុទ្ធសាស្ត្រដាំបាយបន្សល់ទុកគឺយើងធ្វើអញ្ចឹងក្រុមទាំងនោះមានទាំងស្ដេចផងដែរដូច្នេះយើងមានមោទនភាពណាស់ដែលមានខ្សែស្រឡាយស្ដេចមកសុំធ្វើជាកូនចៅសួរថាឯកឧត្តមអួតទេសួរថាឯកឧត្តមអួតទេអត់ទេមិនមែនតែខ្សែស្រឡាយស្ដេចទេមានអ្នកប្រាជ្ញផ្សេងទៀតដែលចូលរួមដូចជាសមាជិកនៃ OPEC គេហៅថា Organization of the Petroleum Exporting Country បានគេថាអង្គការនៃប្រទេសនាំចេញប្រេងកាតក៏នៅក្នុងចង្កោមនោះដែរគឺជាសម្ព័ន្ធភាពអន្តរជាតិរដ្ឋាភិបាលមួយដែលបង្កើតឡើងដើម្បីសម្របសម្រួលនិងបង្រួមគោលនយោបាយប្រេងកាតរបស់ប្រទេសជាសមាជិក OPEC អានេះគឺជារឿងពិតគោលដៅចម្បងគឺដើម្បីធានាឲ្យបាននូវស្ថិរភាពតម្លៃប្រេងនៅលើទីផ្សារពិភពលោក OPEC នឹងនិងការពារផលប្រយោជន៍របស់ប្រទេសអ្នកផលិតប្រេងដូច្នេះថ្ងៃក្រោយទៅរឿងប្រេងទ្រព្យសម្បត្តិធម្មជាតិរបស់យើងប្រេងនៅក្នុងនោះវាមានអ្នកជំនាញនៅក្នុងនោះរស់អស់ទៅហើយគាត់តែគាត់បញ្ជាឲ្យទៅតែប៉ុណ្្នឹងទេនឹងហើយដែលហៅថាដាំបាយបន្សល់ទុកក្រុមហ៊ុនគេហៅថាអង្គការមួយគេហៅថា OPEC មួយទៀតមានសមាជិករបស់ក្រុមហ៊ុន Aramco ឈ្មោះផ្លូវការ Aramco ជាអក្សរកាត់ឈ្មោះផ្លូវការគេហៅថា Saudi Arabian Oil Company គឺជាក្រុមប្រេងនិងអូស្មန်ធម្មជាតិរបស់ជាតិគេរបស់ប្រទេសអារ៉ាប៊ីអាសាអូឌីតដែលមានរដ្ឋជាម្ចាស់ភាគហ៊ុនច្រើនជាងគេរហូតដល់ជាង 80% ក្រុមហ៊ុននេះមានទីស្នាក់ការកណ្ដាលនៅទីក្រុងដាឡានហើយត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនដែលមានប្រាក់ចំណេញខ្ពស់បំផុតនៅលើពិភពលោករួមទាំងមានបរិមាណបំរុងប្រេងឆៅនិងសមត្ថភាពផលិតប្រេងប្រចាំថ្ងៃធំបំផុតក្នុងលោកនិងទី2នៅក្នុងសម្ព័ន្ធរបស់គេនឹងតែម្ដងទី3មានសមាជិកមួយទៀតទាក់ទងនឹងប្រេងដែរ Gazprom គឺជាក្រុមហ៊ុនអូស្មန်
នឹងប្រេងធម្មជាតិដ៏ធំបំផុតរបស់ប្រទេសរុស្ស៊ីនិងជាសារជីវកម្មធម្មពលមួយក្នុងចំណោមសារជីវកម្មធម្មពលធំបំផុតនៅលើពិភពលោកសុទ្ធតែជាក្រុមហ៊ុនមិនធម្មតាឯណាបងប្អូនជនរួមជាតិខ្មែរដូច្នេះអនាគតសាធារណរដ្ឋមហានគរខ្មែរមានជ័យបានដាំបាយបន្សល់ទុកចងការទូតរួចអស់ទៅហើយអញ្ចឹងហើយបានគាត់ធ្វើប្លង់ផែនការប្លង់មេនេះក្រុមហ៊ុនប្រេងនៅលើពិភពលោកវាអស់ប៉ុណ្្នឹងហើយចាវាអត់មានណាធំជាងនឹងទៀតមានទៀតដែរក៏ប៉ុន្តែអាដីធំបំផុតនៅលើពិភពលោកគឺមានអា3ហ្នឹងវាអាចមានផ្សេងទៀតប៉ុន្តែខ្ញុំយកតែ3ហ្នឹងដែលឲ្យដំប្រធានលោកលើកយកមកហ្នឹងដើម្បីជំរាបជូនបងប្អូនសរុបមកយើងមាននៅពេញណាពេញណីរួចទៅហើយដើម្បីមិនសល់ទុកពេញណាពេញណីរួចអស់ទៅហើយដូច្នេះបញ្ហាសម្បត្តិធម្មជាតិក្នុងសមុទ្រនៅប្រទេសខ្មែរដូចជាប្រេងជាដើមឯកឧត្តមប្រធានលោកអាចបញ្ជាទៅក្រុមទាំងនេះឲ្យគេទៅរៀបចំទៅស្រាវជ្រាវបានទាំងអស់នេះគឺហៅថាយុទ្ធសាស្ត្រដើម្បីបន្សល់ទុកនោះចំពោះការអភិវឌ្ឍទាំងនេះយើងមិនយកកម្លាំងយើងទៅជួយអ្នកឯងទៅទេដែលគាត់ធ្វើជាគម្រោងជាមួយប្រទេសផ្សេងៗគាត់មិនមែនយកកម្លាំងរបស់គាត់ទៅជួយអ្នកឯងទៅទេអ្នកដទៃទេដោយអត់បានផលប្រយោជន៍មកយើងនោះទេបានក្តីថាគាត់ទៅជួយមែនដើម្បីបានផលប្រយោជន៍ជាតិខ្មែរយើងឲ្យអ្នកឯងទៅហើយអ្នកឯងបានផលប្រយោជន៍ហើយយើងត្រូវការបានផលប្រយោជន៍វិញដែរតើផលប្រយោជន៍អ្វីវិញនេះនៅត្រង់កន្លែងណាបងប្អូនជនរួមជាតិខ្មែរដែលគាត់មានប្រសាសន៍គឺយើងឲ្យអ្នកឯងទៅអភិវឌ្ឍនៅក្នុងប្រទេសយើងវិញហើយប្រទេសនីមួយវាមានទូតរបស់វាបើប្រធានាធិបតីប្រទេសរបស់វាបញ្ជាឲ្យទៅគ្រប់គ្រងយើងច្បាស់ជាទូតទាំងនោះនឹងទៅគ្រប់គ្រងយើងហើយឧទាហរណ៍ដូចជាការបោះឆ្នោតនៅអង្គការសហប្រជាជាតិបើមាននៅអូនជាដើមនេះជាយុទ្ធសាស្ត្រវាយបិទឲ្យងាប់ស្អីទៅយុទ្ធសាស្ត្រវាយបិទឲ្យងាប់វាយបិទឲ្យងាប់អ្នកណាគេគាត់មានប្រសាសន៍ថាជានេះជាយុទ្ធសាស្ត្រវាយបិទឲ្យងាប់តើវាយបិទឲ្យងាប់អ្នកណាគេគឺពួកអាយួនអាចិនអាក្បត់ជាតិសែននឹងតែម្ដងវាយឲ្យងាប់វាយបិទឲ្យងាប់វាយបិទឲ្យពួកអាសែនពួកអាយួនពួកអាចិនងាប់តែម្ដងពួកប្រទេសទាំងនោះដែលគ្រប់គ្រងយើងពិតកណាគេទៅជួយយើងមកពីយើងពិតយើងមានលុយកាក់ពិតយើងកាន់ទ្រព្យសម្បត្តិពិតមែនយើងចេះមែនយើងមានបទពិសោធន៍មែនយើងមានរចនាសម្ព័ន្ធ diagram របស់ UNOITC គ្រប់គ្រង9តំបន់209ប្រទេសមែនយើងពិតមែនព្រោះយើងមានលុយមានកាក់ធ្វើដូច្នេះខ្មែរណាយើងជឿស្ដាប់យើងក៏ស្ដាប់ទៅយើងអរគុណរឿងខ្មែរស្ដាប់ឬមិនស្ដាប់យើងអត់ទៅខ្វល់ខ្វាយធ្វើអីទេយើងមានយើងពុំដែលមានត្រូវការសន្តិឆ្នោតពីបងប្អូនឯណាដូច្នេះយើងអត់ខ្វល់ជាមួយអ្នកឯងទេគាត់តែប្រាប់អ្នកឯងឲ្យរៀនសូត្រចេះដឹងយើងត្រូវការសម្លេងអន្តរជាតិទេបោះឆ្នោតនៅអង្គការសហប្រជាជាតិមិនមែនខ្មែរដែលជេរយើងថាយើងទៅបោះឆ្នោតទេគឺសម្លេងដែលដើម្បីបន្សល់ទុកប្រទេសមួយនោះគេទៅបោះឆ្នោតគ្រប់គ្រងយើងនៅអង្គការសហប្រជាជាតិដូច្នេះយើងត្រូវការសម្លេងអន្តរជាតិដាក់ឲ្យពួកអស់នឹងធ្វើដូចឯកឧត្តមប្រធានឧស្សាហ៍មានប្រសាសន៍ហើយមកអញ្ចឹងក្រុម300គេជួយយើងទាំងអស់ហើយគេធ្វើទាំងអស់ហើយគេប្រាប់យើងថាម៉េចគេប្រាប់យើងតដែលគេប្រាប់យើងថាធ្វើម៉េចរៀបចំគ្រប់គ្រងឲ្យជាប់គេមិនបានគ្រប់គ្រងជំនួសយើងទេណាយកបានហើយគេធ្វើឲ្យយើងបានហើយគ្រប់គ្រងធ្វើម៉េចរៀបចំឲ្យជាប់គេមិនបានគ្រប់គ្រងជំនួសយើងណាឥឡូវយើងគ្រប់គ្រងដោយចងសួរថាឥឡូវនេះយើងមិនទាន់ទៅដល់ក្នុងប្រទេសខ្មែរផងគ្រប់គ្រងប្រទេសវិញទេផងឥឡូវនេះយើងគ្រប់គ្រងដោយចងទៅលើឆាកអន្តរជាតិទាំងអស់រួចទៅហើយការទូតមកវាយយើងមិនដឹងនឹងកើតបើយើងចងការទូតគ្រប់អស់ហើយ50ប្រទេសបូកនឹងប្រមាណទៅទៀតរួចអស់ហើយហ្នឹង
មកវាយយើងមិនកើតជាពិសេសនៅអង្គការសហប្រជាជាតិបើមានការបោះឆ្នោតប្រធានាធិបតីឬនាយករដ្ឋមន្ត្រីរបស់ប្រទេសគេនីមួយៗគេនឹងបញ្ជាមកមេទូតគេឲ្យបោះឆ្នោតឲ្យយើងសួរថាតើអ្នកនយោបាយខ្មែរទាំងអស់ទេដែលចេញមកអួតកេងកាមបង្កើតរដ្ឋាភិបាល$23បង្កើតចលនាកុំកុំសង្គ្រោះជាតិកុំស្អីណាហ្នឹងមានប៉ុនដល់យើងទេដោយឯកឧត្តមប្រធានទេចម្លើយគឺអត់ខ្មែរយើងជ្រើសហៅថាសូនតាផ្លាល់ណាមិនអញ្ចឹងបងគេមកហៅថាចម្លើយអត់ឲ្យសូនតាផ្លាល់ព្រោះវាអត់មានសមត្ថភាពធ្វើសពថ្ងៃឯកឧត្តមប្រធានណាលោកបញ្ចេញយុទ្ធសាស្ត្រកម្ពុជាចងម្ដងមួយបន្ថែមទៀតគាត់ទៅបើកឲ្យខ្ញុំរឿងផែនការមេ2ហ្នឹងទេនៅមានបន្តទៀតខ្ញុំនឹងជំរាបជូនព្រោះគាត់បើកឲ្យខ្លះមកទៀតហើយយើងខ្មែរយើងមានមោទនភាពខ្លាំងណាស់ចុះព្រោះជាកូនខ្មែរមានដំណក់ឈាមខ្មែរទៅកាន់កន្លែងហ្នឹងហើយសិតតែមានជនបរទេសស្បែកសខ្មៅលឿងនៅពីក្រោមទាំងអស់ចូលទៅមើលទៅនៅក្នុង unoitc.com ទៅមើលបុគ្គលិកអ្នកណាខ្លះនៅក្នុងនឹងមានរូបភាពទាំងអស់ដាក់រូបថតដាក់ឈ្មោះទាំងអស់ហើយតួនាទីរបស់គេទាំងអស់នៅក្នុងហ្នឹងនៅក្រោមការគ្រប់គ្រងរបស់គាត់ទៀតតែមោទនភាពទេកូនខ្មែរមួយនៅកំពូលបំផុតផ្សេងទៀតនៅក្រោមគាត់នោះហើយតួនាទីរបស់គេរបៀបម៉េចសិតតែជាជនបរទេសខ្មៅរឿងសនៅពីក្រោមទាំងអស់ឲ្យក្រុមការងារយើងដឹងប្រាប់ឲ្យក្រុមការងារយើងដឹងឲ្យកូនខ្មែរដឹងថាយើងមានមោទនភាពសម្បើមណាស់មានកូនខ្មែរមួយត្រួតពួកអស់ហ្នឹងតែមានកូនខ្មែរណាកើតពីនឹងទៀតទេសួរថាមានកូនខ្មែរណាទៅធ្វើចឹងកើតទេចម្លើយថាអស់ខ្ញុំឆ្លើយថាអត់នឹងវាខុសទៀតខ្មែរមាននៅណាខ្មែរមានគឺនៅក្នុងឧត្តមគភាសាខ្មែរជួយខ្មែរបន្តជាតិមានពិតប្រាកដមែននៅដល់ទេអត់មានទេណាប៉ុន្តែក្នុងឧត្តមគភាសាខ្មែរជួយខ្មែររំដោះជាតិគឺមានគឺឯកឧត្តមប្រធានជាអគ្គមេបញ្ជាការជាប្រធាននឹងហើយដល់ដំណាក់កាលពេលយើងផ្លាស់ប្ដូររបបប្រើព្រាមកន្លែងនេះសំខាន់ណាស់បងប្អូនមោទនភាពមួយទៀតពួកអង្គការ UNOIDC បានក្រេថាការិយាល័យធំរបស់ UNOIDC នឹងលើកយកការិយាល័យនេះទៅដាក់នៅក្នុងប្រទេសខ្មែរការិយាល័យធំរបស់ UNOIDC Headquarter Head Office នឹងលើកយកទៅដាក់នៅក្នុងប្រទេសខ្មែរមនុស្សពេញពិភពលោកនឹងទៅមិនទៅបងទៅឌីបងយួរទេណាតើផលប្រយោជន៍ហូលុយហូកាសូមឲ្យជួយព្រោះអ្នកគ្រប់គ្រងលុយអ្នកគ្រប់គ្រងទ្រព្យសម្បត្តិអ្នកគ្រប់គ្រងមាសមានកូនទាំង9ដែលខ្ញុំបានបកស្រាយពីខាងលើដូច្នេះអនាគតសាធារណរដ្ឋខ្មែរថ្មីអ្នកដែលដើរតួនាទីជានាយករដ្ឋមន្ត្រីទទួលបន្ទុកជានាយករដ្ឋមន្ត្រីក្តីរដ្ឋមន្ត្រីក្តីនៅក្នុងអាណត្តិនោះណាអត់ពិបាកអីទេមិនបានថាអត់ពិបាកអីព្រោះពេលនោះពួកជំនាញតែគាត់ដាំបាយបន្សល់ទុកនៅខាងក្រៅដែលគាត់ចងជាផែនការមេនីមួយនៅតំបន់នីមួយ9តំបន់ហ្នឹងគេលើកទៅដាក់នៅក្នុងប្រទេសខ្មែរហើយអញ្ចឹងហើយបានជាយើងហ៊ាននិយាយថាយើងធ្វើកើតនោះព្រោះអីធ្វើមិនកើតព្រោះគេធ្វើកើតរួចទៅហើយបើគេធ្វើកើតរួចពីខាងក្រៅហ្នឹងបានគេលើកយកទៅដាក់ស្រុកខ្មែរទៅអភិវឌ្ឍស្រុកខ្មែរទេព្រោះគេធ្វើកើតរួចទៅហើយព្រោះមេធ្វើកើតរួចទៅហើយមេណាឯកឧត្តមប្រធានលោកធ្វើកើតរួចទៅហើយលោកគ្រប់គ្រងទ្រព្យសម្បត្តិពិភពលោករួចអស់ទៅហើយមានបទពិសោធន៍គ្រប់គ្រាន់រឿងអីទៅធ្វើមិនកើតសរុបមកឯកឧត្តមប្រធានលោកធ្វើអ្វីមួយជាមួយបុគ្គលក្តី
អង្គការក្តីក្រុមហ៊ុនក្តីឬប្រទេសណាមួយក្តីគឺដើម្បីតែជាតិខ្មែរតែប៉ុណ្ណឹងដើម្បីផលប្រយោជន៍ជាតិខ្មែរតែប៉ុណ្ណឹងបើមិនអញ្ចឹងឯកឧត្តមប្រធានលោកមិនធ្វើទេនេះឯកឧត្តមប្រធានមានប្រសាសន៍ត្រង់ជំរាបមកខ្ញុំដើម្បីឲ្យគាត់ឲ្យខ្ញុំជំរាបជូនបងប្អូនមិនបានជាអញ្ចឹងបើមិនមែនជាផលប្រយោជន៍ជាតិទេណាលោកអត់បាច់ខត់ទេលោកអង្គុយបញ្ជាឲ្យតែគេធ្វើ trade លោកមនីស្គាល់ឲ្យ trade ណាតែធ្វើ trade ទៅដាក់តែក្រុមមេធាវីធ្វើការទៅបំបាច់ចាំទៅអង្វរកពួកប្រទេសណាមួយធ្វើអីទេអត់ឲ្យបំបាច់ហត់ទេគេត្រូវការយើងតែងតាដូចthếចាំហត់ធ្វើអីតែងតាំងមេធាវីមកក្រុមទៅឲ្យទៅធ្វើការទៅចរចាទៅនិយាយទៅធ្វើកងត្រាគាត់ចាំតែបញ្ជាពីខាងក្រោយអង្គុយនៅក្នុងការិយាល័យចប់រឿងមិនចាំឲ្យមានអាណាមកជាទៀតគេមកបទៀតលុតជង្គង់ថ្វាយអង្គមសុំមកជួយទៀតគាត់កាត់តែពាក្យសម្ភារប្រើតែ trade តែមិនហ្នឹងគាត់កាត់តែ collateral instrument ធនាគារឧបករណ៍ធនាគារទៅវាមានពិបាកអីគឺចប់ហើយគាត់អត់ហត់ទេដែលឯកឧត្តមប្រធាននេះគឺលោកចង់តែលោកធ្វើនេះបង្កើតផែនការមេគ្រប់កន្លែងគ្រប់តំបន់នេះដើម្បីអីគឺលោកចង់ការទូតដោយឯកឧត្តមប្រធានតែងតែមានប្រសាសន៍ថាដាក់សម្រាប់ក្នុងទឹករួចហើយវៃទឹកដើម្បីឲ្យត្រីចូលទៅក្នុងសម្រាប់ព្រោះបកស្រាយរួចហើយលំអិតរួចហើយអត់លំអកទៀតទេគ្រាន់តែលើកថាឯកឧត្តមប្រធានតែមានប្រសាសន៍ថាដាក់សម្រាប់ក្នុងទឹករួចហើយវៃទឹកដើម្បីឲ្យត្រីចូលដាក់សម្រាប់ចងជាមួយពួកប្រទេសទាំងអស់នឹងរួចហើយទៅវាត្រូវការវៃទឹកដើម្បីឲ្យត្រីចូលបោះឆ្នោតត្រូវទៅលើកដៃគ្រប់គ្រងសាធារណរដ្ឋខ្មែរមហានគរមានជ័យនេះគឺដាក់សម្រាប់ក្នុងទឹករួចហើយវៃទឹកដើម្បីឲ្យត្រីចូលនេះជាពាក្យសាសរបស់គាត់ដែលគាត់តែងតែលើកឥឡូវនេះយុទ្ធសាស្ត្រនេះលោកបានធ្វើឬអត់ដាក់សម្រាប់ក្នុងទឹកហើយវៃទឹកដើម្បីឲ្យត្រីចូលឬអត់បងប្អូនជនរួមជាតិខ្មែរគុំថាអត់ណាខ្ញុំបកស្រាយមកចង់10ម៉ោងហើយណាតិចតែកុំឆ្លើយមកថាអត់ឃើញទៅទៀតណាចំណុចធំបំផុតណាគឺផលប្រយោជន៍ជាតិយើងនឹងតែម្ដងនេះហើយដែលគាត់ធ្វើអ្វីៗសពថ្ងៃនេះហេតុដូច្នេះហើយបានជាឯកឧត្តមប្រធានរៀបចំការទូតដាក់ឲ្យគេទៅធ្វើដោយពុំចាំបាច់ឯកឧត្តមប្រធានទៅអង្វរកគេទេបើអ្នកឯងមិនធ្វើតាមអ្វីដែលឯកឧត្តមប្រធានចង់បានសម្រាប់ជាតិរបស់យើងទេលុបផ្ដាច់ផលប្រយោជន៍ពីអ្នកឯងវិញទាំងអស់បានគេថាខ្ញុំនិយាយថាមានឡានហើយឡានសិតតែរយសិតតែអស់ចាហើយមកMercedesអត់សាំងចាក់នឹងទៅមុខមិនកើតដូច្នេះបើអ្នកឯងមិនទៅតាមទេផ្ដាច់ផលប្រយោជន៍ពីអ្នកឯងទាំងអស់វិញបានគេថាអាវុធគ្រាប់នៅលើនឹងឬអត់បានគេថាអាវុធនៅក្នុងដៃគាត់ជាគ្រាប់ជាអាវុធនៅលើកន្លែងហ្នឹងឯអត់អាវុធធំខ្លាំងណាស់ជាទីបំផុតណាគឺអាវុធសេដ្ឋកិច្ចនឹងឯងគឺអាវុធសេដ្ឋកិច្ចនឹងទៅឯងគាត់តែងតែមានភាសា politics business to politics ដូចគ្នាអញ្ចឹងប៉ុន្តែខ្ញុំមិនប្រើថា business ខ្ញុំប្រើពាក្យសេដ្ឋកិច្ចឲ្យក្តាប់ទាំងអស់ហ្មងទៅបានគេថាអាវុធខ្លាំងជាទីបំផុតលើលោកគឺអាវុធសេដ្ឋកិច្ចបើអត់មានអាវុធសេដ្ឋកិច្ចគ្មានអ្នកស្លាប់យើងទេដូច្នេះ Master Plan ផែនការមេដែលបានរៀបចំរួចហើយនៅក្រៅប្រទេសនេះនឹងយកទៅដឹកនាំប្រទេសខ្មែរអភិវឌ្ឍនៅប្រទេសខ្មែរបានដែរក៏បានដែរនៅពេលមានការផ្លាស់ប្ដូររបបសាធារណរដ្ឋគ្រាន់តែឯកឧត្តមប្រធានបញ្ជាឲ្យគេលើកយកផែនការមេទាំងនេះទៅដាក់អភិវឌ្ឍនៅក្នុងប្រទេសខ្មែរយើងធ្វើការកែតម្រង់ខ្លះៗឲ្យត្រូវទៅតាមភូមិសាស្ត្រប្រទេសខ្មែរជាការស្រេច
នាយករដ្ឋមន្ត្រីចាំធ្វើតែរបាយការណ៍នៃការវិវត្តតាមដាននៅដំណាក់កាលនីមួយៗនៃប្លង់មេនេះជូនទៅប្រធានាធិបតីគឺជាការស្រេចបើនាយករដ្ឋមន្ត្រីមិនរាយការណ៍ទេក៏ក្រុមគេដែលគេចូលទៅធ្វើអភិវឌ្ឍនេះក្រុមគេនេះនៅកូនចៅក្រុមការក្រុមរបស់គាត់នេះក៏ក្រុមគេរាយការណ៍ទៅជូនឯកឧត្តមប្រធានដែរក្រុមនៅអាហ្វ្រិកនិងអេស៊ីបគេកំពុងចេញដើម្បីផ្សព្វផ្សាយពេញពិភពលោកធ្វើជា forum ពេញពិភពលោកមិនធម្មតាទេណានេះជាការទូតរបស់យើងជា PR បងប្អូនដឹងហើយប្រហែលជាដឹងហើយអ្នកខ្លះ Public Relation PR គឺជាទំនាក់ទំនងសាធារណៈគឺជាដំណើរការទំនាក់ទំនងជាយុទ្ធសាស្ត្រដើម្បីកសាងទំនាក់ទំនងដែលមានផលប្រយោជន៍ទៅវិញទៅមករបស់យើងពេញណាពេញណីរួចអស់ទៅហើយមានអស់រលីងហើយបើយើងចង់ប្រកាសជារដ្ឋាភិបាលកែស្រុកម៉ោងនេះនាទីនេះគឺយើងប្រកាសបានភ្លាមប៉ុន្តែប្រកាសទៅកុំឲ្យមានបញ្ហាដល់ប្រជាប្រដ្ឋខ្មែរមានប្លង់មេមានលុយរួចទៅហើយរឿងអីធ្វើមិនចេញនោះបានសេចក្តីថាមានឡានមែនមានស្អីមែនបើផ្ដាច់សាំងទៅមុខមិននឹងរួចដោយអ្នកដែលគាត់ជួយរៀបចំប្លង់មេឲ្យនឹងប្រទេសផ្សេងហ្នឹងបើមិនព្រមទៅស្រុកខ្មែរទៅជួយស្រុកខ្មែរទៅអភិវឌ្ឍដោយការយល់ព្រមពីដំបូងមកទេគឺគាត់ផ្ដាច់ប្រៀបដូចឡានខ្ញុំនិយាយទៅដែរផ្ដាច់សាំងឡានទៅមុខមិនរួចនេះហើយជាអំណាចមានសិទ្ធិពាក្យរបស់គាត់នេះហើយជាអំណាចមានសិទ្ធិយើងមិនមែនអួតទេមើលខ្លួនឯងទៅអ្នកដែលទីទានយើងនៅក្នុង website oidc.com មើលទៅថាយើងអួតឬយ៉ាងម៉េចហើយមើលខ្លួនឯងទៅវាច្បាស់ណាស់វាមានអាក្រក់វាមានល្អទៅចុចទៅ Google កន្លែងខ្លះវានិយាយពីអាក្រក់ទៅមានអាកន្លែងក៏វាល្អវាពិតប្រាកដណាស់វាមានអាក្រក់មានល្អមិនបានវាមានអាក្រក់មានល្អមកពីយើងខ្លាំងហើយបានគេនិយាយអាក្រក់ពីនោះបើយើងខ្សោយអាណាទីនិយាយវាយកពេលវាទីនិយាយខាត់ពេលមកពីយើងខ្លាំងបានវាយកទីនិយាយវាចំគឺថាបំបាក់យើងបំបាក់ស្មារតីយើងមកពីយើងខ្លាំងនឹងហើយបានជាក្រុមថ្នាក់ក្រោមរបស់អាក្បត់ជាតិប្រឌិតរឿងនឹងហើយបានជាអាក្បត់ជាតិចាប់យកលោកទៅដាក់គុក7ខែហ្នឹងដោយសាររឿងអាក្បត់ជាតិចាប់គាត់ដាក់គុកនឹងហើយបានជាយើងតតាំងប្រាប់រឿងពិតដើម្បីខ្មែរដឹងបើយើងមិនតតាំងទៅវិញទេណាបើយើងអត់ឆោយតបតាំងទៅវិញទេបងប្អូនអត់ដឹងទេអត់ដឹងថាខ្មែរគេធ្វើបាបយ៉ាងម៉េចនៅក្នុងគុកឬមួយខ្មែរដែលអត់មានគឺថាចឹងខ្នងអត់មានខ្សែស្រឡាយខ្មែរអត់ហ៊ាននិយាយដល់ពេលដែលយើងចេញមកនិយាយជំនួសហើយយើងនិយាយរឿងពិតហើយទើបអាយួនអាសែនអត់ហ៊ានតបតជាមួយយើងទេដូចអណ្ដើកលឹបក្បាលចូលទៅក្នុងស្រុកអញ្ចឹងគ្រាន់តែចំណុចប្លង់មេប៉ាស៊ីហ្វិកនេះគឺធំសម្បើមណាស់មិនខ្ញុំនិយាយពីអាហ្វ្រិកអារ៉ាប់ឥឡូវចូលទៅប្លង់មេប៉ាស៊ីហ្វិកនេះគឺធំសម្បើមណាស់ចំណុច Pacific Island នៅមាន Asian Pacific ទៀតគ្រាន់តែការិយាល័យគេដាក់នៅ Pacific Island តែប៉ុណ្ណោះនេះហើយដែលយើងតែងតែនិយាយថា9តំបន់209ប្រទេសនោះនឹងមាន Master Plan ផ្សេងទៀតនៅ Latin America បានគេអាមេរិក Latin នៅអាមេរិកខាងត្បូងតែរៀបចំការិយាល័យនៅកូឡុំបៀនឹងមាននៅ Middle East ទៀតសួរថាមានខ្មែរណាទៅធ្វើអញ្ចឹងកើតនោះសំណួរគេសួរថាយើងអួតទៀតតែយើងនិយាយអញ្ចឹងម្នាក់ឯងសោះអីក៏ទទួលផែនដីពិភពលោកបានល្អណាស់9តំបន់209ប្រទេសហ្នឹងណាអានេះអាមាត់អត់កម្រកវាថាហើយប៉ុន្តែខ្ញុំឆ្លើយទៅតាមអនុសាសន៍របស់ឯកឧត្តមប្រធានម្នាក់ឯងទូលពិភពលោកម៉េចនោះ
ទួថាអួតទេអត់ទេធ្វើកើតទេយើងធ្វើកើតដោយសារអីមិនបានគាត់គ្រប់គ្រង9តំបន់បាន209ប្រទេសបានខ្លួនគាត់ម្នាក់នោះមិនបានរៀងឆោយថាគាត់ធ្វើកើតមិនបានគាត់មានប្រសាសន៍ប្រាប់ខ្ញុំថាធ្វើកើតយើងធ្វើកើតដោយសារមាននាយករដ្ឋមន្ត្រី8ក្នុងតំបន់នីមួយមានយុមិននាយករដ្ឋមន្ត្រី8ធ្វើការនៅក្រោមបញ្ជារបស់គាត់នេះជាការពិតបងប្អូនចូលទៅមើលទៅនៅក្នុង diagram របស់ UNOIC ទៅឃើញហើយមាន9តំបន់នីមួយមានប្រមាណប្រទេសតំបន់ទី1នៅណាតំបន់ទី2នៅណាមានប្រទេសខ្លះមានអីប្រទេសខ្លះចូលទៅមើលទៅឃើញហើយនៅ UOITC ឃើញចឹងមែនខ្ញុំហ៊ានបញ្ជាក់ថាឃើញចឹងមែនព្រោះវាមានមែនមួយទៀតបើចូលទៅក្នុង website របស់ UNOITC គេនឹងឃើញខ្ញុំមិននិយាយថាបុគ្គលិកទេវីរៈជនអិសរាជជនណាខ្លះនៅក្នុង website កន្លែងគេថា officer នោះមានណាខ្លះដោយ Alan Greenspan ដោយ Professor Dr. Henry Kissinger ដោយអ្នកកាន់ធនាគារឡាក់នឹងឡាក់ចូលទៅសិតតែឈ្មោះមើលទៅខ្លួនឯងទៅកុំឲ្យខ្ញុំរាប់ទេថាខ្ញុំអួតទៀតហើយចូលទៅមើលខ្លួនឯងទៅមើលរូបមានទាំងរូបថតមានទាំងឈ្មោះមានទាំងតួនាទីនឹងទៀតដូចជា Alan Greenspan កាន់កាប់ធនាគារ Federal Reserve របស់អាមេរិកប្រមាណអាណត្តិចូលទៅមើលទៅ Alan Greenspan ជាការិយាល័យ Powerhouse របស់គាត់ទៅទៀត Alan Greenspan Dr. Walker ឡាក់នឹងឡាក់វាអស់ប៉ុណ្ណឹងហើយវាមិនមានអីលើសពីនឹងទេនៅលើពិភពលោកអ្នកដែលបងប្អូនបានឃើញនៅក្នុង website UNOICC ឈ្មោះបុគ្គលមនុស្សទាំងអស់ហ្នឹងសុទ្ធតែជាអ្នកដែលផ្ដួលសេដ្ឋកិច្ចពិភពលោកបានយ៉ាងធូរពួកនឹងហើយជាអ្នកផ្ដួលសេដ្ឋកិច្ចទៅលើពិភពលោកក្រុមគេនឹងហើយចឹងបានឯកឧត្តមប្រធានថាវាអស់ប៉ុណ្ណឹងហើយមិនដឹងមានស្អីឲ្យលើសពីនឹងទៅទៀតត្រឡប់មករឿងខ្មែរយើងវិញយើងបីទាំងអស់យើងបង្ហាញទាំងអស់ខ្មែរដែលចង់បានឃើញនឹងមិនដឹងថាយើងបែរនយោបាយយ៉ាងម៉េចផងហ្នឹងយើងបានប្រាប់ថាយើងវាយមិនហត់មកបានមកនេះយើងហត់ហើយឬនៅបងប្អូនជនរួមជាតិខ្មែរសមាជិកទាំងអស់យើងហត់ហើយឬនៅយើងសួរបែកយើងហើយឬនៅយើងសួរឈ្នះហើយឬនៅយើងសួរចម្លើយអាចិនក៏មិនហ៊ានតបអាសែនក៏មិនហ៊ានតបពីថ្ងៃមុនអាសែនឌឺដងងើបមួយវាយមួយអូឌឺដងប្រឆិតប្រឈៀងដំណាក់កាលចុងក្រោយខ្ញុំបានអញ្ជើញឯកឧត្តមប្រធានឲ្យមកចូលឡាយផ្ទាល់ឆ្លើយតបតែអាសែនវិញមកប្រែព្រាមវាបិទបបេមាត់វាចិត្តលែងហ៊ាននិយាយទៅនិយាយរឿងពាត់បាល់ភ្នាល់អីណានោះទៅវិញទៅវាបិទបបេមាត់ឬអត់ករណីនេះណាច្បាស់ជាកូនចៅវាប្រាប់វាថាជាមួយសាស្ត្រាចារ្យបណ្ឌិតដាមឆារីណាកុំលេងជាមួយតែហ៊ានលេងជាមួយគាត់បីតបមកវិញជើងងាប់ហើយបានក្តីថាកូនចៅរបស់វាច្បាស់ជាទៅខ្សឹបប្រាប់ហើយពួកឲ្យដំប្រាប់អាម៉ណែទៅហើយទៅប្រាប់វាផងទៅកុំឲ្យតទៅទៀតឈប់ថាអ៊ំមួយពូប្រាប់ទៅប្រហែលកូនចៅវាយើងចាត់ទុកថាកូនចៅវាទៅប្រាប់អញ្ចឹងចុះបានអានឹងវាលែងហ៊ាននិយាយបិទបបេមាត់ដូចគេចុក10ថ្ងៃបងប្អូនឃើញដើរត្រុកទៅជួបពលរដ្ឋនេះដើម្បីយកចិត្តពលរដ្ឋខ្មែរឲ្យបោះឆ្នោតឲ្យបកយួនតែប៉ុណ្ណឹងទេបោះឆ្នោតឲ្យគណៈបកប្រជាជនបានខ្ញុំនិយាយថាមិនបោះឆ្នោតឲ្យគណៈបកប្រជាជនខ្ញុំថាបោះឆ្នោតឲ្យបកយួនតែប៉ុណ្ណឹងទេតែអស់លោកដាក់ប្រធានបទទេវតានោះគណៈបកទេវតានោះលើកជើង
ខ្ញុំថែមលើកជើងមួយទៀតទេវតាលើកជើងព្រោះវាដឹងថាប្រជាពលរដ្ឋតាមមូលដ្ឋានស្រួលបោកតាមវាទៅដើរទឹកទៅឃោសនានោះបើវាដេកនៅតែផ្ទះយកពេលចាក់បាល់វាមិនកើតដូច្នេះចេញដើរបោកប្រាស់ខ្លះទៅនៅក្នុងផ្ទះមើលតែមុខបុនរនីខ្ញុំហៅកាហឿងដែលវាធុញដែរចេញចូលឃើញមុខកាហឿងណាដែរពុំមែនមើងងាយទេនិយាយមើងងាយទេតែតាមពិតបើទៅណាចេញមុខឃើញមុខយាយនោះគូចើមផងស្អីសក់ឡើងបោះឡើងលើផងអីផងឃើញតែមុខហ្នឹងអញចេញចូលឃើញតែមុខហ្នឹងចេញទៅក្រៅទៅបានឃើញបរិយាកាសថ្មីខ្លះបានឃើញតែនៅក្នុងផ្ទះឃើញមុខកាហឿងហ្នឹងសំទោសខ្ញុំហៅកាហឿងនេះយួនខ្ញុំច្រើនទៅហៅកាហឿងប៉ុន្តែតាមពិតបុនរនីហ៊ុនសែនតែខ្ញុំនិយាយពិតមិននេះជាប្រុសវិជាពិពិតដឹងហើយនៅតែនឹងទល់មុខអត់ទៅណាមិនអញ្ចឹងដូចចេះចេញក្រៅបន្តិចទៅដកខ្យល់ផងដើរទៅមើលនិចមើលឯងទៅអានេះខ្ញុំនិយាយពិតនេះជាចំណុចយើងឈ្នះទី1យើងបាននិយាយទាំងប្រមាណយើងវាយមែនយើងនិយាយយើងថាយើងបានវាយមែនកុំថាយើងអួតយើងវាយមែនទី2ថៃគេវាយមែនយើងថាថៃគេវាយមែនគេវាយហើយគេទៅយកមែនក្រុម300នៅពីក្រោយធ្វើមែនលោកមែនកៅបកស្រាយមិញហើយខ្ញុំមិនចូលទៅទៀតទេក្រុម300នៅពីក្រោយមែនអាក្បត់ជាតិចាញ់គេមែនដំណាក់កាលវាយលើក្រោយណាបើតាមយើងដឹងណាប្រហែលជាទៅដល់ពេញតែម្ដងដំណាក់កាលចុងក្រោយហើយដំប្រធានមានប្រសាសន៍ថាដំណាក់កាលវាយលើក្រោយនេះណាអាចទៅដល់ភ្នំពេញយើងបានប្រាប់តាយើងបានប្រាប់យូរមកហើយរាប់ខែមកហើយគាត់បានប្រាប់ហើយថាគេវាយលើក្រោយណាគេអាចវាយដល់ទៅភ្នំពេញអ្វីដែលយើងនិយាយនេះយើងបានប្រាប់រួចហើយតាយើងឲ្យឱកាសនេះឯងទេគាត់ចង់និយាយថាគាត់ឲ្យឱកាសអាសែននេះឯងទេប៉ុន្តែយើងអត់ទុកចិត្តអ្នកឯងទេគាត់ថាគាត់យើងឲ្យឱកាសអ្នកឯងឲ្យឯងប៉ុន្តែយើងអត់ទុកចិត្តឯងទេចរចាក៏ដោយក៏យើងអត់ទុកចិត្តឯងដែរព្រោះអ្នកឯងព្រោះឯងធ្លាប់ធ្វើយើងមិនយើងទុកចិត្តខាតយើងទុកចិត្តបានការចង់ចរចាយើងបើកឲ្យអ្នកឯងចរចាប៉ុន្តែយើងអត់ទុកចិត្តគោលការណ៍របស់យើងពុំមែនចរចាទៅកំប្រើពាក្យមួយទៀតពាក្យរបស់គាត់មិនពាក្យខ្ញុំទេពាក្យរបស់គាត់មានប្រសាសន៍ថាពុំមែនចរចាទៅដើម្បីកៅអីឯណាស្ដាប់ឲ្យបានពាក្យហ្នឹងកុំឲ្យនេះថាយើងទៅនិយាយចរចាចែកអីថាយើងទៅចូលរួមទៀតស្ដាប់ពាក្យរបស់ខ្ញុំឲ្យបានខ្ញុំយកភាសារបស់គាត់មកគាត់ថាគោលការណ៍របស់យើងបានគេទៅឧត្តមកិច្ចភាសាខ្មែរជួបកម្មជាតិពុំមែនចរចាទៅដើម្បីកៅអីឯណាយើងចរចាទៅអ្នកឯងចរចាប៉ុន្តែយើងអត់ទុកចិត្តគោលការណ៍របស់យើងខ្ញុំបញ្ជាក់មកទៀតពុំមែនចរចាទៅដើម្បីកៅអីឯណាយើងចរចាទៅយើងចរចាទៅយកកៅអីមិនចរចាទៅដើម្បីកៅអីទេយើងចរចាទៅយកកៅអីបានគេដេញធាក់ហើយចេញយកកៅអីទាំងអាសាច់មកទាំងអីទាំងអស់បើឯងមិនដាក់រាជទេអញធាក់ហើយចេញនេះចង់និយាយពាក្យឲ្យវាច្បាស់លាស់ពាក្យភាសាជនបទភាសាស្រុកខ្ញុំចោះខ្ញុំនិយាយអញ្ចឹងចោះប៉ុន្តែយើងអត់ទុកចិត្តឯងយើងប្រាប់ថាយើងយកកៅអីយើងទៅយកកៅអីយើងចរចាដើម្បីឲ្យអ្នកឯងរស់ទេមិនចរចាដើម្បីកៅអីទេចរចាដើម្បីទៅយកកៅអីយើងចរចាដើម្បីឲ្យអ្នកឯងរស់ឲ្យឯងរស់ព្រោះតែឯងនេះវាធ្វើខុសហើយឯងធ្វើខុសហើយចង់ចានឹងមានមេត្តាធម៌ករុណាមុទិតាឧបេក្ខាឲ្យអ្នកឯងរស់
មិនចរចាដើម្បីកៅអីទេចរចាទៅយកកៅអីហើយមិនឲ្យមកឲ្យអត់ដឹងទេដឹងតែអញធាក់ហើយចេញយកកៅអីអញចរចានេះបើកឱកាសដើម្បីឲ្យអាយុដោយសារអញមានមេត្តាមានធម៌ក្នុងខ្លួនព្រោះមិនអញ្ចឹងពួកវាធ្វើខុសរួចទៅហើយមិនឲ្យវារស់បញ្ហាអ្នកឯងទី1ឥឡូវនេះទេមចោលកន្លែងនេះឯងជាកន្លែងចោលប្លន់លុយប្លន់ទ្រព្យសម្បត្តិអន្តរជាតិឃើញទេបងប្អូនជនជាតិខ្មែរកុំឲ្យថៅឧត្តមក៏កុំចិត្តតែឆ្លើយថៅឧត្តមក៏ភាសានិយាយបំផ្លាញនិយាយកំផ្លាណាគិតខ្លួនឯងខ្លះផងហើយកុំឲ្យថាយើងអួតមើលខ្លួនឯងខ្លះផងឃើញទេអត់ឈប់ទេយើងអត់ឈប់ទេមិនបានយើងអត់ឈប់បងប្អូនជំនុំហើយព្រោះបញ្ហាវាបានកើតឡើងរួចមកហើយអ្នកឯងជាអ្នកនៅពីក្រោយចៅអន្តរជាតិហើយគេមិននឹងຕົកមិនគេនឹងឈប់ត្រឹមហ្នឹងព្រោះបញ្ហាវាបានកើតឡើងរួចមកហើយអ្នកឯងជាអ្នកនៅក្រោយនៅពីក្រោយចៅអន្តរជាតិហើយគេមិននឹងឈប់មិននឹងគេទុកឲ្យអ្នកឯងនៅតទៀតគេមិននឹងខ្លាចអ្នកឯងដូចជាមួយអ៊ីរ៉ង់អញ្ចឹងដូចគ្នាដូចយើងអញ្ចឹងដូណាល់តាមក៏អត់ខ្លាចអ៊ីរ៉ង់ទេគាត់ទៅដាក់ភូគាត់ថាទៅដាក់គាត់ទៅដាក់ហើយយើងដូចគ្នាមិនបានដូណាល់តាមទៅដាក់ក៏ខ្លាចស្លាប់ទេព្រោះគាត់តាមសម្រាប់គេច្រើនដងហើយដោយឯកឧត្តមប្រធានដូចយើងអញ្ចឹងយើងអត់ខ្លាចស្លាប់ទេពួកអ្នកឯងសម្រាប់យើងរួចហើយប៉ុន្តែមិនស្លាប់ព្រោះយកយើងទៅសម្លាប់ម្ដងរួចមកហើយកាលពីថ្ងៃទី17ធ្នូឆ្នាំ2010 7 ខែយកទៅដាក់នោះក្នុងមហិច្ឆតាសម្លាប់បំបត្តិផតាំងបំបត្តិស្មារតីបង្ខូចកិត្តិយសគ្រួសារប្លន់ទ្រព្យសម្បត្តិគ្រប់បែបយ៉ាងទាំងអស់លាក់នឹងលាក់មើងងាយមើលស្រាលមើលខុសបើមានថ្ងៃហ្នឹងសម្លាប់យើងមិនស្លាប់លើកនេះយើងនឹងងឹតម្ដងលើកមុនឯងនៅភ្លឺអញក៏នៅភ្លឺឥឡូវនេះឯងនៅភ្លឺអញនៅងឹតម្ដងនេះជាភាសារបស់ឯកឧត្តមប្រធានភាសារបស់គាត់បងប្អូនជនរួមជាតិខ្មែរកុំភ្លេចឲ្យសោះអត្តចរិតជាមួយអាក្បត់ជាតិអាសែនអាក្បត់ជាតិណាពេលណាវាមកបំបនៅពេលវាខ្លាចវាចាញ់ទេណាបើវាអត់ទាន់ចាញ់វាអត់ទាន់នេះទេវាអត់មកបងប្អូនទេបើថាវាមិនចាញ់ទេណាវាមិនមកអោនក្បាលដាក់ទេណាសូមឲ្យចាំកន្លែងនេះបងប្អូនដូចកឹមសខាវាមកធ្វើទន់ធ្វើដូចជាទៅរើគ្នាអីនេះមិនមែនទេបោកទេបងប្អូនដូចយើងអញ្ចឹងវាខ្លាចយើងដូច្នេះហើយបានជាយើងឃើញកន្លងមកជាច្រើនឆ្នាំមកហើយអាសែនដែលប្រមូលគណៈបកផ្សេងណាមកធ្វើជាសម្ព័ន្ធជាមួយវាឬអត់ទេប៉ុន្តែចុងក្រោយវាយកគណៈបកមកបញ្ចូលជាសម្ព័ន្ធជាមួយវាទៅរួចវាឲ្យប្រាក់ខែពួកប្រធានគណៈបកនីមួយទៅមកចូលជាសមាជិកឧត្តមគណៈប្រឹក្សាផ្ដល់យោបល់ឲ្យវាបងប្អូនជនជាតិខ្មែរសួរថាពួកប្រធានគណៈបកនីមួយទាំង28 29 30នេះដែលជាប្រធានដែលអាសែនវាឲ្យប្រាក់ខែឲ្យទូនីតិឲ្យទៅចូលក្នុងជាសមាជិកឧត្តមគណៈប្រឹក្សាអីផ្ដល់យោបល់ហ្នឹងសួរថាពួកទាំងអស់នេះមានយោបល់អីផ្ដល់អាសែនទេសួរថាពួកទាំងអស់នេះមានយោបល់ផ្ដល់អាសែនទេមេគណៈបកនីមួយដែលទៅចូលរួមជាមួយវាចងសម្ព័ន្ធជាមួយគ្នាណាជាមួយគណៈបកយួនគណៈបកប្រជាជនទេមានទេបើមានតាអាសែនវាស្ដាប់ឲ្យអត់ចម្លើយរបស់ខ្ញុំណាដាំជែកឬចាំសេះដល់ស្អែកសិនទៅអាសែនវាស្ដាប់បើសេះអត់ដល់ស្អែកទេណាបងប្អូនអាសែនវាអត់ទៅស្ដាប់ពួកអាដែងអីមេគណៈបកអីទាំងប្រមាណទេបោកយកទៅចូលទេតែប៉ុណ្្នឹងទេព្រោះវាគិតថាបើមិនទាញយកឥឡូវទៅឲ្យចូលមួយវាទេ
ខ្លាចគណៈបកទាំងអស់នេះវាមកចូលជាមួយឧត្តមគតិសាខ្មែរជួយខ្មែរម្លោះជាតិដូច្នេះវាចាប់ផ្ដើមភ័យខ្លាចទៅធ្ពក់យកគណៈបកនឹងទៅយកទួនាទីយកលុយរបស់ប្រជាប្រដ្ឋឈាមរបស់ប្រជាប្រដ្ឋខ្មែរយកទៅឲ្យអាប្រធានគណៈបកមួយនឹងទៅហើយឲ្យទួនាទីទៅបិទមាត់ដូចគេចុកអញ្ចឹងទៅមិនបានខ្ញុំនិយាយបិទមាត់ដូចគេចុកបងប្អូនពីព្រោះថាអាសែនវាស្អត់ស្បទេប្រធានគណៈបកនីមួយដែលនៅក្នុងជាសមាជិកឧត្តមគតិសាផ្ដល់យោបល់ហ្នឹងវាស្លាប់មានតែអាយួនអាចិនដែលជាចវាយវាទេទើបវាស្លាប់ប្រធានបកទាំងអស់មានដែលនិយាយពីតំបន់អភិវឌ្ឍត្រីកោណបាត់ប្រមាណខែទេបងប្អូន20 30គណៈបកចង់យើងនិយាយថា30ចុះវាដែលនិយាយទេពួកអត់ដែលនិយាយទេអត់ដែលនិយាយទេបាត់បង់តំបន់ត្រីកោណអភិវឌ្ឍ4ខេត្តចេះស្ទឹងតែងរតនគិរីមណ្ឌលគិរីបូកចុងក្រោយទៀតអាសែនឲ្យបន្ថែមព្រះវិហារខេត្តព្រះវិហារមួយបញ្ចូលទៅទៀតដែលពួកគណៈបកទាំង30ប្រធាននិយាយពីកោះត្រល់ទេអត់ទេនិយាយពីអាយួនទេអត់ទេគឺអត់បិទមាត់ចិត្តគ្រាន់តែអាសែនយកទួនាទីនឹងលុយខ្លះយកមកចុកមាត់ទុកចិត្តក្បត់នឹងឧត្តមគតិមនសិការជាតិរបស់ខ្លួនឯងបើនិយាយវិញជេរវិញណាពួកគណៈបកទាំងប្រមាណហ្នឹងបើនិយាយជេរវិញណាជេរតែថៃទេអូបកកែណាជេរថៃប៉ុន្តែជាមួយអាយួនមិនធំយកដីបញ្ចូលប្រជាប្រដ្ឋរាប់7-8លាននាក់ទេយកប្រទេសខ្មែរទៅដាក់ក្នុងសហព័ន្ធសាធារណរដ្ឋសហព័ន្ធឥណ្ឌូចិនទៅទៀតតែជេរដែលនិយាយតែថាទេអត់ទេជេរត្រឹមតែថៃទេអាយួនអត់ហ៊ានក្អកជាមួយគេទេអួតមហាអួតតែគេដើរចូលយកទឹកដីយ៉ាងអឹងហើយរំភើយតាមអំពើចិត្តរបស់គេខាងលិចនេះជាការពិតបងប្អូនជនរួមជាតិខ្មែរមិននិយាយឌឺដងមិននិយាយគឺថាព្រឹត្តរឿងទេករណីមួយទៀតខ្មែរលាវយួនបង្កើតក្រុមសន្តិសុខជាមួយគ្នាថ្មីនេះណាគេប្រកាសហើយនោះដូចសហព័ន្ធឥណ្ឌូចិនអញ្ចឹងគេប៉ុន្តែគេមិនប្រើពាក្យសហព័ន្ធឥណ្ឌូចិនគេចាប់ផ្ដើមពីកោមទៅបានដល់ចុងបញ្ចប់គេប្រកាសសហព័ន្ធឥណ្ឌូចិនតែម្ដងប៉ុន្តែគេរៀបចំរចនាសម្ព័ន្ធរបស់គេហើយដូចជាឧទាហរណ៍ករណីមួយទៀតថ្មីនេះខ្មែរលាវយួនបង្កើតក្រុមសន្តិសុខជាមួយគ្នាណាគេបង្កើតសន្តិសុខមួយគ្នាខ្មែរលាវយួនឯកឧត្តមប្រធានលោកមានប្រសាសន៍ថាបង្កើតអីបង្កើតទៅហើយចង់បង្កើតអីបង្កើតទៅអាសែនអាយួនលាវក្តីកើតអីបង្កើតទៅចង់បញ្ចប់គាត់ចេញ executive order ចេញបទបញ្ជាមួយដោយប្រធានាធិបតី Donald Trump គាត់ចេញបទបញ្ជាទៅដាក់រំលាយតំបន់នៅចាប់វេណេស៊ុយឡាប្រធានាធិបតីឬមួយនៅអ៊ីរ៉ង់គាត់ចេញបញ្ជាអញ្ចឹងគេថាបញ្ជា order executive order ឯកឧត្តមប្រធានដូចគ្នាពួកគាត់ធ្លាប់ធ្វើហើយគាត់ចេញបញ្ជាដោយ Donald Trump អញ្ចឹងឲ្យទៅដាក់រំលាយតំបន់ហៃហ្វុងតែម្ដងទៅវាចប់រឿងហើយអញ្ចឹងបានគាត់មានប្រសាសន៍ហើយចាំបង្កើតអីបង្កើតទៅធ្វើអីធ្វើទៅគោះកៅគោះអីគោះទៅចង់បញ្ចប់គាត់ដាក់បទបញ្ជាមួយឲ្យគំតិចរំលាយនៅតំបន់ហៃហ្វុងឬមួយទំនប់ហៃហ្វុងវាចប់រឿងហើយមិនបានគាត់មានប្រសាសន៍អញ្ចឹងព្រោះធ្លាប់ធ្វើការរួចទៅហើយដែរចេះធ្លាប់ធ្វើការរួចទៅហើយដែរហើយគាត់មានប្រសាសន៍ទៀតសង្ឃឹមថាធ្វើកើតចេញបទបញ្ជាឲ្យរំលាយហ្នឹងគាត់ថាធ្វើកើតរួចដែរធ្លាប់ធ្វើរួចដែរសង្ឃឹមថាធ្វើកើតព្រោះធ្លាប់ធ្វើកើតរួចទៅហើយចេញបទបញ្ជាឲ្យកាត់ក្បាលតែពួកអាក្បត់ជាតិប្រមាណក្បាលទៅកាត់ក្បាលពួកអាកាន់អំណាចផ្ដាច់ការទៅវាអស់ពឹសហើយបើសិនជាវាចង់បានសញ្ញាបត្រងាប់វាមិនត្រូវការសញ្ញាបត្ររស់នោះទេចេញ executive order មួយទៅចាប់រឿង
ហើយបើវាខ្លាំងវានៅតែនិយាយឌឺទៀតណាខ្ញុំនឹងអញ្ជើញអាយដាមប្រធានមកឡាយផ្ទាល់វៃក្បាលវាទៀតហើយតែហ៊ានងើបអែតក្បាលមកនិយាយទៅផ្ដាស់អញ្ជើញអាយដាមប្រធានមកឡាយ direct ដាក់ក្បាលទៀតដូច្នេះបងប្អូនជួយខ្ញុំជិមខាចុចអអាសែនវាឌីអនទៀតខ្ញុំបានបើបងប្អូនចង់ស្ដាប់សំឡេងរបស់អាយដាមប្រធានឡាយឲ្យវានិយាយទៅខ្ញុំអញ្ជើញគាត់មកទៀតទៅតាមពេលវេលារបស់គាត់ក៏មកឡាយវៃក្បាលវាទៀតឡាយផ្ទាល់វៃក្បាលវាទៀតដូច្នេះក្រៅពីអាយដាមប្រធានក្រៅពីអាយដាមប្រធានចេញមនុស្សផ្សេងណាទៀតណាហ៊ានតែប៉ះពាល់វាបន្តិចណាវាងើបច្រល់ភ្លាមឆ្លើយឆ្លងភ្លាមប្រតិកម្មភ្លាមក្រៅពីអាយដាមប្រធានរីឯជាមួយសំរាំងស៊ីវិញវាធ្វើជាច្រឡោតដាក់រាំងស៊ីខ្មាស់ទេឌៀលជារាំងស៊ីចោតអីចឹងតែធៀបពិតណាបងប្អូនគឺគេលេងល្ខោនកាយលឿងសំដែងដាក់គ្នាគេលេងដូចមែនតែនចឹងឲ្យខ្មែរជឿថាគេឈ្លោះគ្នាមែនតែជាគុំល្ខោនគ្នាគេតែមួយទេបងប្អូនទំនាក់ទំនងសំរាំងស៊ីប្រពន្ធសំរាំងស៊ីសាមូរ៉ាជាមួយមនិចអ៊ីស៊ីវាដិតដល់ណាស់គេសំដែងល្ខោនជាមួយគ្នាប៉ុណ្ណោះទេគ្រាន់តែខ្មែរខ្លះមិនដឹងរឿងគេសំដែងតែប៉ុណ្ណោះហើយជា5នាទីទៀតចាប់ឲ្យលោកស្រីទេវីរ៉ាត់កុំនេះទេខ្ញុំបញ្ចប់សាររបស់គាត់ខ្ញុំសប្បាយចិត្តដោយសារខ្ញុំបានយកអនុសាសន៍របស់គាត់យកមកជំរាបជូនបងប្អូនខ្មែរហើយមិញខ្ញុំនិយាយពីរាំងស៊ីខ្ញុំនឹងតាក់ថ្ងៃនេះមិនដឹងម៉ោងប៉ុន្មានទេខ្ញុំនឹងយកសម្លេងរបស់បងសំរាំងស៊ីតែគេសភាមួយបងរាំងស៊ីបង្កើតមិនមែនបងប្អូនជាដងមួយទេបងប្អូនបង្កើតរបស់សំរាំងស៊ីគាត់បរិហាគេគាត់ហែកពីប្រពន្ធរាំងស៊ីប្អូនថ្លៃថាជាអ្នកណាសំរាំងស៊ីនឹងបងប្អូននឹងយល់កាន់តែច្បាស់ខ្ញុំបន្តទៅទៀតខ្មែរយើងពេលណាយើងនិយាយត្រង់ថាយើងនិយាយច្រើនគណៈយើងនិយាយត្រង់ប្រាប់ថាយើងនិយាយច្រើនក្នុងដំណាក់កាលនេះណាអាក្បត់ជាតិវាដែលស្មោះត្រង់ជាមួយយើងទេមួយបងប្អូនទេអ្នកដែលជឿវាណាសំបីតែគ្នាវាមិនស្មោះត្រង់ផងនោះត្រង់កន្លែងណាដែលថាវាអត់ស្មោះត្រង់ជាមួយគ្នាវាបងប្អូនជួយនាងខ្ញុំខ្មែរមើលសខេងរួមអាវុធរួមដំណើរជាមួយគ្នាតាំងពីអើយមកជាមួយអាយួនថ្ងៃ7មករាស្អីចូលមកទាំងអស់គឺថាធ្វើដំណើរជាមួយគ្នាតាំងពីដើមមកសខេងវាមិនឲ្យធ្វើទៅនាយករដ្ឋមន្ត្រីផងហ្នឹងតាមធម្មតាអត់ពីវាត្រូវសខេងអានឹងគេឆ្លើយថាអានេះជារឿងរបស់ផ្ទៃក្នុងរបស់គណៈបកយួនទេគេចង់ធ្វើអញ្ចឹងវាពិតជាសក្តិសម្រេចរបស់គណៈបករបស់គេក៏ប៉ុន្តែជាពិតបើនិយាយពីអង្គការផ្សេងទៀតគណៈបកផ្សេងទៀតបន្ទាប់ពីប្រធានមកប្រធានរាជឈប់ប្រធានអស់នេះគេឲ្យអនុប្រធានទៅសខេងវាមិនមែនវាមិនឲ្យទៅធ្វើនាយករដ្ឋមន្ត្រីនឹងទេតាមពិតត្រូវសខេងទេយ៉ាងហោចណាស់ក៏ឡើងធ្វើជានាយករដ្ឋមន្ត្រីមួយអាណត្តិដែរខ្ញុំនិយាយនេះមិនមែនកាន់ជើងសខេងទេខ្ញុំនិយាយភាពពិតពេលដែលមានផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីអាសែនវាចេញត្រូវឲ្យសខេងវាមិនឲ្យសខេងវាទៅឲ្យអាម៉ណែតកូនកាយខោវាកូនយួនទៅវិញមិនតែប៉ុណ្ណោះទេណាសូម្បីតែប្រធានអបពីវាទៅណាឲ្យធ្វើប្រធានគេថាប្រធានស្ដីទីនោះគាត់អត់ឲ្យសខេងទៀតគឺវាឲ្យអាម៉ណែតឡើងធ្វើជាប្រធានស្ដីទីទៀតយើងនិយាយនេះណាយើងនិយាយពិតយើងអត់ខ្លាចមិនបានយើងអត់ខ្លាចព្រោះយើងអត់ទៅអង្វរកអ្នកណាទេយើងមានគណៈបកខ្លួនយើងមានឧត្តមគិតភាសាខ្មែរជួយខ្មែរដល់ជាតិយើងមានអង្គការហេរញ្ញវត្ថុ
យើងមានចឹងក្នុងក្រុម300យើងមានទំនាក់ទំនងអន្តរជាតិយើងមានពិតប្រាកដធ្វើមកដល់ម៉ោងនេះនាទីនេះយើងអត់ផ្លាស់ប្ដូរទេនៅដដែលឈ្មោះក៏មិនផ្លាស់ប្ដូរយុទ្ធសាស្ត្រក៏អត់ផ្លាស់ប្ដូរមានតែបន្ថែមអត់មានផ្លាស់ប្ដូរទេណាអត់មានលុបចេញមានតែបន្ថែមទៅទៀតដូចជាការចងការទូត50ប្រទេសឡើងចងដល់ប្រមាណទៅទៀតដើម្បីបន្សល់ទុករីឯសំសាំងស៊ីវិញយើងអត់ស្អប់ទេណាខ្ញុំនិយាយដដែលតាំងពីថ្ងៃអាទិត្យយើងអត់ស្អប់រាំងស៊ីទេយើងអត់ជេរអីទេមិនបានយើងអត់ជេរយើងអត់ស្អប់ព្រោះយើងដឹងថាជាគ្នារបស់គេរួចទៅហើយជាក្រុមគេតាំងពីណាពីណីមកណោះអ្នកទាំងអស់គ្នាយកទៅគិតទៅតែយើងនិយាយហ្នឹងមើលព្រឹត្តិការណ៍តាំងពីដើមមកដល់ឥឡូវទៅពីអតីតកាលបច្ចុប្បន្នកាលនឹងអនាគតកាលទៅដោយលោកស្រីទីវីរ៉មនីស៊ីងគាត់តែងទៅលើគេយកមើលទៅតារាំងស៊ីបានធ្លាប់ធ្វើស្អីខ្លះបច្ចុប្បន្ននឹងស្អីខ្លះហើយទៅថ្ងៃអនាគតវាទៅធ្វើកើតទេមើលទៅបងប្អូនមើលខ្លួនឯងទៅកុំឲ្យថាយើងចិត្តទៅថាពួកយើងបាននិយាយឲ្យយើងអត់ស្អប់ទេយើងអត់ជេរទេអត់ជេរឲ្យទេពួកយើងដឹងថាទៅជេរទេពួកជាក្រុមរបស់គេដដែលហ្នឹងយើងដឹងរួមមកហើយប៉ុន្តែបងប្អូនអត់ដឹងបានយើងប្រាប់មកអ្នកទាំងអស់គ្នាយកទៅគិតទៅបងប្អូនយកទៅគិតទៅតែរាំងស៊ីបានលុយពីណាមកពីកៅមកតែរាំងស៊ីបានលុយពីណាមកក្រៅពីទៅយកពីខ្មែរប្រមាណរៀលនេះថាដើម្បីទៅដោះស្រាយរឿងជាតិតែប្រមូលលុយនឹងថាទៅយកដើម្បីដោះស្រាយរឿងជាតិបានមកកាក់ម៉ាស៊ីនដឹងប្រមាណទេលោកស្រីទីវីរ៉នរឿងប្រាក់ដុល្លារខ្ញុំមិនដឹងគេឲ្យបងប៉ុន្តែខ្ញុំនិយាយចាត់ទុកក៏ដូចជានិយាយថាដូចជារឿងមកកាក់ម៉ាស៊ីនប្រមាណរៀលហ្នឹងយកមកថាបើប្រាប់គេថាដើម្បីទៅដោះស្រាយរឿងជាតិបើប្រាប់គេថាខ្ញុំជួយធ្វើការណាខ្ញុំសុំលុយហ្នឹងដើម្បីយកចិញ្ចឹមជីវិតខ្ញុំអត់ថាទេនឹងគ្នានិយាយត្រង់ប៉ុន្តែនេះទៅប្រមូលពីគេថាយកទៅដោះស្រាយរឿងជាតិសួរថាបានលុយប្រមាណហើយយកទៅដោះស្រាយរឿងជាតិហ្នឹងសួរថាបានលុយប្រមាណហើយយកទៅដោះស្រាយរឿងជាតិហ្នឹងដោះបានអីខ្លះហើយប្រមូលលុយបានប្រមាណហើយទៅដោះស្រាយរឿងជាតិហើយដោះបានអីខ្លះហើយរាំងស៊ីស្គាល់គ្នាច្បាស់ណាស់មិនខើម្រាក់ទេប៉ុន្តែកុំតូចចិត្តខ្ញុំលើកយកមកនេះនិយាយការពិតទេហើយបើគុំឲ្យគេនិយាយតទៀតឈប់ធ្វើទៅមានតែសកម្មជនធ្វើតែដោះស្រាយបានអីខ្លះចម្លើយបានគេថាមានតែសកម្មជនជាប់គុកស្លាប់ឬរត់ចោលស្រុកព្រោះប្រាស់គ្រួសារសួរអានឹងដោះស្រាយទេគឺអត់មិនមែនដោះស្រាយទេប្រមូលលុយថាទៅដោះស្រាយរឿងជាតិប៉ុន្តែមិនមែនទៅដោះស្រាយរឿងជាតិទៅឲ្យសកម្មជនជាប់គុកស្លាប់រត់ចោលគ្រួសារបែកបាក់គ្រួសារទៅវិញអាខ្លួនឯងរំភើយនៅក្រៅស្រុកមកមានតែអារាំងស៊ីណាប៉លីដល់ហើយទៅជួបម្ដងទេបងប្អូនកាត់ទុំតែប្រហែលកញ្ឆេឆ្នាំទេប៉ុន្តែមានតែគេថាគេហៅអារាំងស៊ីទៅបានម្ដងគេដាក់តួអារាំងស៊ីចាប់និយាយពីអារាំងស៊ីនៅពេលណាអារាំងស៊ីចេញផុតពីស្រុកខ្មែរពេលដែលអារាំងស៊ីនៅស្រុកខ្មែរមិនដែរអាណាប៉លីណាទៅកោះអារាំងស៊ីនៅទីស្នាក់ការផ្ទះដើម្បីមកសួរកាត់រឿងអីមួយទៅអត់មានទេតួតារាំងស៊ីចេញផុតហើយឡើងកប៉ាត់ហោះចេញផុតហើយបានគេទៅសួរបានគេទៅនេះប៉ុន្តែកម្មសិក្ខាអត់ទេណាមិនចាំកម្មសិក្ខាចេញទៅក្រៅហើយបានគេទៅចាប់ទេគេទៅចាប់ពេលកម្មសិក្ខានៅនឹងតែម្ដងបងប្អូនមានយកគិតទេក៏ចំណុចហ្នឹងហ៎ដោះស្រាយគេខ្លះមានរត់ចោលស្រុកដោះតែកម្មសិក្ខាសេងធីរីរងឈុនយើងនិយាយយកឈ្មោះដេញឈ្មោះគេស្គាល់3ចាស់យើងកុំនិយាយយកសកម្មជនទៅហើយលោកអត់ស្គាល់យកតែឈ្មោះ3ហ្នឹងបានហើយកម្មសុខាលោកស្រីសេងធីរីរងឈុនតើដល់បានទេតើដល់បានទេតាំងពីជាប់គុកវាកម្មសុខាទៅមកដោះខ្លួនឯងទៅរួចប្រហែល10កន្លះឆ្នាំមិនអារាំងស៊ីដោះទេណាចម្លើយគឺអត់ប៉ុន្តែយើងអាចនិយាយបានដែរថាប៉ុន្តែខ្ញុំប្រើពាក្យប៉ុន្តែមួយទៀតប៉ុន្តែយើងអាចនិយាយបានដែរថាដោះបានខ្លះដែរដោះបានដែរដោះបានស្អីខ្ញុំឆើយមិញសួរថាវាបានដោះបានទេប្រមូលលុយគេថាដោះជាតិ
ដោះបានអីទេខ្ញុំឆ្លើយថាវាអត់ទេគឺថាវាមានតែធ្វើឲ្យគឺថាកម្មសខាសេនធូរីរងជនជាប់គុកមួយសកម្មជនជាប់គុកទៅវិញប៉ុន្តែខ្ញុំឆ្លើយខ្ញុំបន្ថែមឃ្លារបស់ខ្ញុំប៉ុន្តែយើងអាចនិយាយបានដែរតើខ្ញុំអាចនិយាយបានខ្ញុំប្រើពាក្យដែរបានដែរថាដោះបានខ្លះដែរនៅកន្លែងណាគឺបានដោះគឺទៅជួយដោះអាក្បត់ជាតិហ៊ុនសែនឲ្យវិជាសេះលេងដៃធ្វើឲ្យសាច់តែចិត្តអាសែនរហូតដល់សប្តាហ៍ថ្ងៃនេះបើសិនជាអារាំងស៊ីវាអត់ទៅជួយទេអាសែនវាដោះខ្លួនអត់ចេញរួចពីច្បាប់2/3ទេរដ្ឋធម្មនុញ្ញ2/3ទេដោយសារអារាំងស៊ីទៅចូលរួមដោះឲ្យអាសែនឲ្យរួចផុតពីច្បាប់2/3នៅក្នុងរដ្ឋធម្មនុញ្ញនេះវាបានជួយដោះមែនដោះអាសែនមែនដោះអាសែនឲ្យជីសេះលេងដៃអាសែនធ្វើឲ្យស្រេចតែចិត្តអាសែនរហូតដល់សប្តាហ៍ថ្ងៃនេះដោយសារធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពី2/3មក50%បូកនឹង1ដោយសារទៅចូលរួមកែរដ្ឋធម្មនុញ្ញពី2/3មកជា50%បូក1វិញបានបំពេញរាំងស៊ីបានបំពេញក្បត់នឹងរដ្ឋធម្មនុញ្ញដែលបានសរសេរឡើងដោយមហាអំណាចទាំង5ជាពិសេសដោយអង្គការសហប្រជាជាតិនៅខែកញ្ញាឆ្នាំ1993ការកែប្រែទម្រង់ធម្មនុញ្ញពីសម្លេង2/3មកត្រឹម50%បូក1ត្រូវបានធ្វើឡើងនៅក្នុងឆ្នាំ2006តាមរយៈវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី5កាត់ក្បាលតម្រូវពួកដែលអ្នកដែលបានស្នើនឹងផ្ដួលផ្ដើមគំនិតនេះអា2/3មកលើ50%បូក1ហ្នឹងលើការកែប្រែនេះគឺសំរាំងស៊ីនឹងតែម្ដងដែលជាអ្នកបានស្នើនឹងផ្ដួលផ្ដើមគំនិតហ្នឹងអាសែនសូដាក់អញ្ចឹងបាច់ចំកៅអញហ្មងចង់បាននឹងយូរហើយឥឡូវមានអាគណៈបពប្រឆាំងនឹងវាមកស្នើអញ្ចឹងទៀតណាយល់ទៀតត្រូវបាច់ម៉ាច់ត្មងបានសេចក្តីថាសំរាំងស៊ីដែលជាមេដឹកនាំគណៈបពប្រឆាំងក្នុងកិច្ចចរចាកិច្ចព្រមព្រៀងនយោបាយផ្ទាល់ជាមួយហ៊ុនសែនជានាយករដ្ឋមន្ត្រីនៅពេលនោះចរចាដាក់អានឹងតែម្ដងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ1993ដែលអង្គការសហប្រជាជាតិគេបានព្រៀងទុកឲ្យបែរដូរមក50%បូក1នេះជាដំណោះស្រាយដែលរងស៊ីបានដោះស្រាយឲ្យអាសែនកុំឲ្យវាជាប់នឹងច្បាប់2/3ការកែប្រែនេះត្រូវបានរដ្ឋសភាអនុម័តជាផ្លូវការនៅថ្ងៃទី2ខែមីនាឆ្នាំ2006ដែលអនុញ្ញាតឲ្យគណៈបកនយោបាយណាដែលទទួលបានអាសនៈចាប់ពី50%បូក1ឡើងទៅបានស្គាល់ថា63អាសនៈក្នុងចំណោមអាសនៈសរុប123មានសិទ្ធិបង្កើតរាជរដ្ឋាភិបាលតែម្ដងពីមុនមិនមែន63ទេមិនមែន50%បូក1 2/3ទៅលើ120អាសនៈឃើញហើយប៉ុន្តែដល់បូក50%យក50%បូក1យកមកប្រើបានក្តីតែត្រឹមបានតែអាសនៈកៅអី63កៅអីនៅក្នុងរដ្ឋសភាអាចបង្កើតមានសិទ្ធិបង្កើតរដ្ឋាភិបាលម្នាក់ឯងមិនទៅប្រមូលអាណាមកចូលកាលពីមុនមានបញ្ហាអា2/3ត្រូវតែប្រកោកប្រកាសរកគណៈបកផ្សេងទៀតដើម្បីគឺចូលមករួមដើម្បីឲ្យចូលឲ្យគ្រប់ចំនួន2/3ទើបបង្កើតរដ្ឋាភិបាលបានដូច្នេះមានគណៈបកដទៃចូលរួមអាសែនជីសេះលែងដៃអត់បានដល់តែ50%បូក1ជីសេះលែងដៃព្រោះទៅការកៅអីនៅក្នុងសភាតែ63កៅអីទេបាន63កៅអីខ្លួនឯងមានសិទ្ធិបង្កើតរដ្ឋាភិបាលផ្ដាច់មុខខ្លួនឯងតែម្ដងដូច្នេះហើយបានកលៃថាអារាំងស៊ីទៅរុញអា formula ហ្នឹងគឺយកអាចំណុចកែរដ្ឋធម្មនុញ្ញ2/3ហ្នឹងមក50%ដែលធ្វើឲ្យប្រទេសខ្មែរធ្លាក់អន្តរាយមកដល់សប្តាហ៍ថ្ងៃនេះថែម3គ្រាទៀតចុះដើម្បីបញ្ចប់ចំណុចមួយទៀតដែលសំរាំងស៊ីចង់ដោះស្រាយមួយទៀតដែរដោះស្រាយអាយួនជួយយួនភ័យខ្លាចអាយួនវេទនាជួយដោះស្រាយឲ្យអាយួនមួយទៀតកន្លែងណា
គឺសំរងស៊ីបាននិយាយថាបើខ្លួនធ្វើជានាយករដ្ឋមន្ត្រីបានធ្វើជានាយករដ្ឋមន្ត្រីខ្លួននឹងឲ្យអន្តោប្រវេសន៍យួនជាង20,000នាក់ចូលសញ្ជាតិខ្មែរតែម្ដងកាលនោះសខេងគាត់និយាយថាយួនមានប្រហែលជា50,000នាក់នៅលើទឹកដីកម្ពុជារាំងស៊ីបានធ្វើសេចក្តីប្រកាសមួយនៅទីក្រុងប៉ារីនៅក្នុងវត្តអារាមគាត់បាននិយាយថាបើគាត់ជាប់ជានាយករដ្ឋមន្ត្រីបានធ្វើជារដ្ឋមន្ត្រីគណៈបករបស់គាត់នឹងធ្វើឲ្យយួនបាទគាត់និយាយនេះនៅខែមេសាឆ្នាំ2014ពីខែមេសាឆ្នាំ2014គាត់បាននិយាយថាជនជាតិវៀតណាមរហូតដល់25,000នាក់ដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជាអាចទទួលបាននៃសិទ្ធិជាពលរដ្ឋពេញលេញតាមរយៈច្បាប់សញ្ជាតិប្រសិនបើគណៈបកសង្គ្រោះជាតិកាន់អំណាចក្នុងការបោះឆ្នោតនាពេលខាងមុខនេះជាអ្វីដែលគាត់បានដោះស្រាយបានដោះស្រាយទី1ដោះស្រាយឲ្យអាសែនផុតពីគំនាបគឺថាគោរម2ភាគ3មកនៅ 50% បូក1ដោះស្រាយទី2ដោះស្រាយឲ្យប្រជាពលរដ្ឋអន្តោប្រវេសន៍យួនបានបើសិនជាគាត់ឡើងជានាយករដ្ឋមន្ត្រីពេលនោះគាត់នឹងឲ្យយួន25,000នាក់ចូលជាសញ្ជាតិខ្មែរចូលជាជាតិខ្មែរលោកវិជ្ជបណ្ឌិតនៅសុប្រាំងក្រីនៅកន្លងនេះឲ្យចូលសញ្ជាតិ25,000នាក់ណាបងប្អូនមិនមែន25នាក់25,000នាក់250,000នាក់ជាសញ្ជាតិខ្មែរបោះឆ្នោតពេញសិទ្ធិតែម្ដងអ្វីដែលខ្ញុំលើកយកមកនេះសុទ្ធតែជាការពិតទាំងអស់អត់មានបានប្រឌិតរឿងទេគឺការពិតទាំងអស់ដូច្នេះអ្វីដែលយើងនិយាយការពិតទាំងអស់នេះណាមិនមែនបានក្តីយើងចង់បង្ខូចឈ្មោះកិត្តិយសរបស់សំរងស៊ីបុគ្គលសំរងស៊ីទេយើងនិយាយគ្រាន់តែការពិតតែប៉ុណ្្នឹងជំរាបបងប្អូនឲ្យបានដឹងឮតែប៉ុណ្្នឹងទេបងប្អូនយកទៅសម្រេចខ្លួនឯងចុះប៉ុន្តែសួរកុំសួរថាយើងបោកយើងប្រឌិតរឿងយើងស្អប់សំរងស៊ីយើងស្អីយើងអត់បានទេខ្ញុំបញ្ជាក់ម្ដងហើយម្ដងទៀតបងប្អូនខ្លះអត់ស្គាល់រ៉ាំស៊ីជាងខ្ញុំទេខ្ញុំស្គាល់ច្បាស់ណាស់បញ្ជាក់ម្ដងទៀតគ្រួសារខ្ញុំទីគ្រួសារស្លាច់មិនមែនអ៊ីស៊ីក៏ខ្ញុំជួបយ៉ានោះក៏ខ្ញុំជួបយ៉ានោះនេះជិតផ្ទះខ្ញុំ20ម៉ែត្រជួនកាលអត់សុខពេកចុះមកមើលគេវាយប៊ូលណាលើកើខ្ញុំចេះមើលពីលើផ្ទះខ្ញុំទៅចំស្លាច់ផែនដីមួយដែរមើលគេវាយប៊ូលដូចលើកើអញ្ចឹងវាអត់សុខពេកនោះអត់ណាយពេលនោះ79នោះរត់ទៅដល់អត់មានអាប្រាំងគេអត់ទទួលកាលនោះទៅនៅផ្ទះបងប្អូនជីដូនមួយគាត់ទេត្រូវជាបងបង្កើតរបស់ពុកមេខ្ញុំហើយផ្ទះខ្ញុំផ្ទះគាត់ដឹងនៅជាប់ខ្ញុំ20ម៉ែត្រតែប៉ុណ្្នឹងទេអ្នកណាទៅគាត់សៀនុមុនទៅដល់ផ្ទះសៀនុឡើងទៅលើផ្ទះខ្ញុំឲ្យពេញទាំងអស់ទៅទឹកខ្ញុំហ្នឹងអស់កូកាខ្ញុំហ្នឹងអស់ស្រាខ្ញុំហ្នឹងអានឹងរឿងពិតដូច្នេះហើយបងប្អូនជនរួមជាតិខ្មែរអ្វីដែលខ្ញុំលើកមកនេះប្រហែល10នាទី10ម៉ោងនេះខ្ញុំគ្រាន់តែលើកអនុសាសន៍ឯកឧត្តមប្រធានចង់ជំរាបបងប្អូនថាខ្មែរមានតែមួយនឹងគត់អត់មានអ្នកណាទៀតទេមិនអាចមកប្រៀបធៀបជាមួយឯកឧត្តមប្រធានបានទេយើងអត់កំពុងតែអួតទេនិយាយសុទ្ធតែជាការពិតទាំងអស់ដាំបាយបន្សល់ទុកទាំងអស់រៀបចំប្លង់មេរួចអស់ទៅហើយរហូតដល់ខ្ញុំក៏ជំរាបថាលោកបណ្ឌិតសូរ៉ាពេជ្របើសិនជាលោកបណ្ឌិតសូរ៉ាពេជ្រជានាយករដ្ឋមន្ត្រីទៅថ្ងៃក្រោយណាអត់ហត់ទេគេទៅធ្វើឲ្យទាំងអស់ចាំតែត្រួតមើលគេតាមមើលគេទៅគេធ្វើដល់ដំណាក់កាលណាធ្វើរបាយការណ៍ឲ្យគាត់ថាពួកនេះធ្វើអត់ត្រឹមត្រូវមួយស្អីទៅចប់រឿងហើយពួករៀបចំឲ្យអស់ហើយបានក្តីថារៀបចំឲ្យហើយបានក្តីប្រជាប្រដ្ឋខ្មែរនេះក៏បានរៀបចំឲ្យហើយប៉ុន្តែបញ្ហាគឺបញ្ហាខ្មែរវិញតាអ្នកដែលរងទុក្ខវេទនានេះបើអត់ព្រមគឺថាបង្ហាញឲ្យឃើញថាខ្មែរភ្ញាក់អស់ហើយអត់ទេមិនប្រាប់ថាអត់ទេមានអាណាកម្ពុជាក្រមកំពុងតែយើងរៀបចំឯកសាររាប់ម៉ឺនទំព័រដើម្បីទៅយកកម្ពុជាក្រមយកមកជូនប្រជាប្រដ្ឋខ្មែរដាក់ប្តឹងទៅណា
បែរមនុស្សសុទ្ធយើង100មកគេអួតថាគេជាសាស្ត្រាចារ្យនៅកម្ពុជាក្រោមទៀតយើងតែនិយាយប៉ះពាល់សំរាំងស៊ីគេដាក់យើងហើយរាំងស៊ីជាអ្នកទទួលរងគ្រោះទេសប្តាហ៍ហ្នឹងទៅជារាំងស៊ីទទួលរងគ្រោះវិញបងប្អូនអ្វីដែលខ្ញុំជំរាបបងប្អូនតាំងពីលើមកដល់នេះតែរាំងស៊ីជាអ្នកទទួលរងគ្រោះឬជាអ្នករាំងស៊ីជាអ្នកបង្កើតបញ្ហាខ្លួនឯងតែរាំងស៊ីឲ្យកំបិតតែអាសែនវាកាប់ឬមួយក៏អាសែនវាយកកំបិតរបស់វាដងរបស់វាមកកាប់អារាំងស៊ីឲ្យដងតែអាសែនកាប់ឬមួយរបៀបម៉េចតែរាំងស៊ីជាមួយមនិចជាមួយហ៊ុនសែនវាលេងគ្នាជាមួយគ្នាវាមួយក៏អត់តែរាំងស៊ីប្រមូលលុយបានទាំងអស់ទៅវាដោះស្រាយបានដំណោះស្រាយមួយសម្រាប់សមាជិកដូចខ្ញុំរៀបរាប់មិញណាកឹមសុខារងឈុនសេងធីរីដោះស្រាយបានទេអត់សកម្មជនតូចតាចដោះស្រាយបានទេអត់មានតែងាប់រត់ចោលស្រុកជាប់គុកខ្ញុំនិយាយថាវាដោះស្រាយបានដែរពីចំណុចមិញណាខ្ញុំលើកមកហើយរឿង2ភាគ3ហើយនៅរឿងអាយួនបើវាជាប់ធ្វើនយោបាយទៅឲ្យ250000នាក់ចូលសញ្ជាតិខ្មែរខ្ញុំអត់បានប្រឌិតខ្ញុំអត់បានស្គីលខ្ញុំអត់បានចាក់រកខ្ញុំអត់បានទេខ្ញុំនិយាយការពិតទេបើបងប្អូនទាំងអស់គ្នាយើងនិយាយការពិតទៅហើយអត់ចូលចិត្តការពិតទៅស្លាប់គេផោទៀតទៅដេកស្លាប់គេផោហើយកុំលូម្ដាច់យើងកុំមកទៀនយើងកុំលូម្ដាច់យើងធ្វើទៅដង្ហែតាមសម្ដេចពុកទៅដង្ហែតាមអេរ៉ូទៅសំរងស៊ីទៅទៀតទៅបាទលោកស្រីទេវីរ៉ាត់សូមបញ្ចប់ត្រឹមតែប៉ុណ្ណេះចុះខ្ញុំបានបំពេញតួនាទីកាតព្វកិច្ចរបស់ខ្ញុំយកអនុសាសន៍របស់ឯកឧត្តមប្រធានដែលគាត់ខំចំណាយពេលវេលាគ្រប់បែបយ៉ាងទាំងអស់ម៉ោង2អាត្រៀតរហូតដល់ម៉ោង2ម៉ោង3ភ្លឺដើម្បីមានប្រសាសន៍ប្រាប់ពីចំណុចដើម្បីខ្ញុំមកជម្រាបជូនបងប្អូនឥឡូវខ្ញុំបានចំណុចហើយតាមពិតចំណុចទាំងអស់នេះខ្ញុំត្រូវនិយាយពីថ្ងៃអាទិត្យក៏ប៉ុន្តែគាត់អត់ទាន់បានឲ្យចំណុចនេះមកខ្ញុំចឹងហើយបានថ្ងៃអាទិត្យមានការខ្វះខាតថ្ងៃនេះខ្ញុំបំពេញអ្វីដែលខ្ញុំបាននិយាយពីថ្ងៃអាទិត្យគឺនៅត្រង់ចំណុចនឹងតែម្ដងហើយបងប្អូនទាំងអស់គ្នាយកទៅពិចារណាទាំងអស់គ្នាទៅរឿងបងប្អូនប៉ុន្តែចំពោះយើងមានរាំងស៊ីក្តីអត់រាំងស៊ីក្តីមានអីសាស្ត្រាចារ្យអីនៅកម្ពុជាក្រោមក្តីស្អីក្តីក៏យើងអត់ខ្វល់ដែរព្រោះយើងធ្វើហើយយើងកំពុងតែធ្វើយើងនឹងធ្វើឲ្យដល់គោលដៅរបស់យើងគឺទៅយកអំណាចពិតប្រាកដរបស់ខ្មែរយកមកជូនប្រជាប្រដ្ឋខ្មែរវិញបើកចំហឲ្យកូនខ្មែរគ្រប់និន្នាការនយោបាយឋានៈវណ្ណៈស្អីក៏ដោយឲ្យតែមានឧត្តមគតិស្នេហាជាតិពិតប្រាកដជាខ្មែរឈាមខ្មែរពិតប្រាកដយើងនឹងឲ្យបងប្អូនចូលរួមទាំងអស់គ្នាបងប្អូនទៅថ្ងៃក្រោយរដ្ឋាភិបាលសាធារណរដ្ឋខ្មែរថ្មីវាមានលក្ខខណ្ឌ2ធនធានណាស់បើសិនជាអត់មានលក្ខខណ្ឌ2នឹងទេទី1សំខាន់បំផុតខ្ញុំបើកបន្តិចចុះគឺជាឈាមខ្មែរកូនខ្មែរពិតប្រាកដសួរថាម៉េចបានដឹងថាជាឈាមខ្មែរកូនខ្មែរគេមានឧបករណ៍សម័យនេះសម័យបច្ចេកវិទ្យានេះគេអាចរកដឹងថាជាឈាមខ្មែរឬមួយក៏ឈាមយួនឬមួយជាឈាមអ្នកណាគឺយកលើនេះទៅរៀបចំប្រទេសគឺខ្មែរជាអ្នកដឹកនាំខ្មែរជាម្ចាស់ប្រទេសមិនមែនខ្មែរជាអាយ៉ងគេទេខ្មែរលើនេះជាខ្មែរម្ចាស់ប្រទេសជាខ្មែរម្ចាស់ការជាម្ចាស់ស្រុករបស់ខ្លួនឯងខ្មែរទៅរៀបចំប្រទេសឡើងវិញទាំងអស់ដោយមានឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតតាមចារីដែលមានខ្ញុំចង់និយាយអំណាចសិទ្ធិដែលខ្ញុំបានជំរាបជូនមកពីលើមករាប់សិបម៉ោងនេះថាហេតុដូចម្ដេចបានយើងធ្វើកើតគឺយើងធ្វើកើតដោយសាររឿងអីខ្ញុំបានបកស្រាយរួចហើយដូច្នេះសូមប្រគល់ជូនទៅលោកស្រីទីវីរ៉ាត់និងលោកស្រីមនីស៊ីងវិញហើយក៏សូមទោសដល់បងប្អូនជាប្រដ្ឋខ្មែរគឺវាច្រើនម៉ោងដែរក៏ប៉ុន្តែខ្ញុំបានបំពេញនៅអ្វីដែលទទួលបញ្ជាពីឯកឧត្តមប្រធានជំរាបជូនបងប្អូនរួចអស់ហើយបាទអរគុណចា៎សូមគោរពជំរាបលាចាសូមអរគុណលោកបណ្ឌិតសុរពេជ្រចាដែលបានជួយបកស្រាយធ្វើធម្មទានចំណេះដឹងដល់កូនខ្មែរបានយល់ចាបងប្អូនឯកឧត្តមប្រធានពិតជាបានរៀបចំត្រៀមគ្រប់សពអស់ហើយចាដោយថាវ័យគ្រាន់តែឲ្យខ្មែររួបរวมគ្នាដើម្បីអនាគតប្រទេសខ្មែរថ្ងៃក្រោយប៉ុណ្ណឹងទេចាអ្វីលោកបានត្រៀមទាំងអស់ចាដូច្នេះថ្ងៃនេះគឺថាដោយពេលវេលាវាច្រើនហើយដូច្នេះនាងខ្ញុំក៏សូមអរគុណចាដល់ប្រជាប្រដ្ឋខ្មែរដល់លោកក្រុមការងារទាំងអស់ចាលោកប្រតិចាដែលបានចំណាយពេលវេលាដែលខ្លាចនេះហត់ទេចាសូមមកចូលរួមចាសូមអរគុណណាស់ចា
ហើយនេះខ្ញុំក៏សូមអឺអរគុណចាដល់ប្រជាពលរដ្ឋខ្មែរដែលតែងតែតាមដានស្ដាប់នៅការផ្សាយផ្ទាល់របស់យើងចាដែលអឺបងប្អូនខ្លះបានដឹងរឿងពិតចាដូច្នេះសូមអរគុណណាស់ហើយបងប្អូនតែងតែលើកទឹកចិត្តយើងជារៀងរាល់សប្តាហ៍ក៏សូមអរគុណណាស់ដែរចាហើយនេះខ្ញុំក៏សូមជម្រាបលាសូមបកគោទូនា សូ ទី ម នេះ សូមទោសលោកស្រីទីវិរដ្ឋសូមមួយនាទីទៀតចាស់ព្រោះខ្ញុំឃើញសាររបស់អាយដាមប្រធានលោកមនីខ្ញុំផ្ញើរូបថតមួយដែលអាយដាមប្រធានលោកផ្ញើមកខ្ញុំនៅក្នុង WhatsApp មិញសូមលោកមនីបង្ហាញនេះទៅចង់និយាយថាពីអធិពលរបស់អាយដាមប្រធានរូបថតមួយស្លឹកហ្នឹងណាដើម្បីឲ្យខ្មែរទាំងអស់គ្នាណាអ្នកដែលចេះដឹងថតរូបថតហ្នឹងឲ្យទៅស្រាវជ្រាវខ្លួនឯងចុះលោកមនីសូមដាក់នឹងចុះលោកស្រីទីវិរដ្ឋព្រោះអានេះចង់បង្ហាញពីអំណាចសិទ្ធិរបស់គាត់របៀបម៉េចបាទលោកមនីបើកទៅគឺថា Thomas Kramer Westland Natch Dubai ឃើញហើយរូបទាំង3នាក់ហ្នឹងនេះជាអ្នកណា Salman តែជាគេហៅថាលោកដែលជាម្ចាស់ Shuttle Vicator នៅប្រទេសបារាំងដូចជាទីក្រុងប៉ារីដែលយើងបាននិយាយថាស្ដេចហ្នឹងអង្គហ្នឹងដែលដាក់ឲ្យអាគារវិមានដល់ស្កឹមស្កៃនៅទីក្រុងប៉ារីធ្វើជាទីស្នាក់ការរបស់ឧត្តមក្រមសារខ្មែរជួរខ្មែររបស់ជាតិបានគេថាជាកន្លែងរបស់គណៈអន្តរមេធាវីគេជួបគ្នានៅកន្លែងហ្នឹងបាទដែលខ្ញុំនិយាយថាជាកូនចិញ្ចឹមរបស់អាយដាមប្រធានហ្នឹងគឺថានេះបាទមូហាម៉ាត់ប៊ីនសាល់ម៉ាន់ជានៅសាអូឌីហ្នឹងហើយបន្ទាប់មកទៀតអស់លោកទាំង3ហ្នឹងក៏អស់លោកឃើញហើយ President Bill Clinton Thomas Kramer អាយដាមប្រធាន Resident នៅខាងលើជាមួយ Thomas Kramer សិតតែធីមរបស់គេទាំងអស់កន្លែងហ្នឹងហើយដែលយើងចង់និយាយថាវាអត់មាននេះណាឲ្យខ្លាំងជាងនឹងទៅទៀតខ្ញុំចង់និយាយតែយើងចេះតែនិយាយជំរាបបងប្អូនណាបញ្ចេញម្ដងចឹងបានអាយដាមប្រធានខ្ញុំនិយាយពីរឿងគឺថាស្លាច់តែត្រូវតើរាជស្នងរាជបន្តទៀតក៏ដាក់រូបថតហ្នឹង Kramer នេះ Thomas Kramer ហើយគាត់នៅខាងលើនោះរូបខាងស្ដាំនៅខាងលើនោះនឹងគាត់ពីរនាក់នោះអាយដាមប្រធានជាមួយនឹង Kramer ហើយ Kramer នឹងជាមួយនរណាទៀតជាមួយ President Bill Clinton ហើយ Kramer នៅជាមួយណាជាមួយកូនចិញ្ចឹមគាត់ទៀតដែលគេដាក់ឲ្យនេះវាមានដល់ស្កឹមស្កៃនៅទីក្រុងប៉ារីធ្វើជាទីស្នាក់ការរបស់មេធាវីអន្តរជាតិរបស់យើងតែយើងបានសរសេរសពុតទៅគឺពួកអង្គការទាំងអស់ដើម្បីឲ្យវាតាក់ទងមកក៏អន្តរមេធាវីរបស់យើងដោះស្រាយបើមិនចឹងទេថ្ងៃណាដែលយើងចូលទៅបើអ្នកឯងមិនដោះស្រាយទេអ្នកឯងនឹងមានបញ្ហាកុំបន្ទោសយើងហើយយើងប្រាប់ថាទីស្នាក់ការអាស័យដ្ឋានដែលតាក់ទងសម្រាប់ដោះស្រាយនឹងគឺនៅ Shuttle Vicator នៅទីក្រុងប៉ារីជាក្រុងប៉ារីនឹងតែម្ដងដែលជានេះស្លាច់នេះ Mohammed bin Salman នេះនឹងជាអ្នកដែលត្រូវសោយរាជស្នងពីឪពុកតទៅទៀតទៅថ្ងៃអនាគតហើយប៉ុណ្្នឹងដែលខ្ញុំនិយាយឲ្យរកពីណាលើពីនឹងទៀតខ្មែរអញ្ចឹងបានតែវាមាននៅឯណាគេសួរថាមាននៅឯណាមាននៅក្នុងឧត្តមគតិសាសខ្មែរជួយខ្មែរបន្តជាតិនៅក្នុងឧត្តមគតិសាសខ្មែរជួយខ្មែរជាតិគឺអាយដាមប្រធានហ្នឹងនិយាយថាមានមែននៅក្នុងឧត្តមគតិសាសខ្មែរជួយខ្មែរបន្តជាតិមិនមែនមាននៅក្នុងរដ្ឋាភិបាល$23ទេណាអត់មានទេនៅក្នុងឧត្តមគតិសាសខ្មែរជួយខ្មែរបន្តជាតិបាទអរគុណច្រើនពួកខ្ញុំឃើញរូបនឹងដែលមកគឺគាត់ធ្វើលើកនេះស្អាតមែនទែនវាច្បាស់មែនទេគាត់ចង់ឲ្យបង្ហាញខ្មែរទាំងអស់គ្នាហើយឲ្យលោកថតយកទៅហើយទៅស្រាវជ្រាវទៅអ្នកណា Thomas Kramer អ្នកណាជាអ្នកណាBill Clinton ស្គាល់ហើយជាអតីតប្រធានាធិបតីអាមេរិកក៏បែបយ៉ាងទាំងអស់ដូច្នេះសូមអញ្ជើញបងប្អូនស្រាវជ្រាវបន្តខ្លួនឯងតទៅទៀតទៅកុំឲ្យថាយើងអួតបាទអរគុណច្រើនលោកស្រីទីវិរដ្ឋសូមអញ្ជើញចាសូមអរគុណលោកសុរពេជ្រចាហើយបន្តនេះសូមបកគោទូនាទីនេះជួយលោកស្រីមីស៊ីចាសូមបន្ទូលសូមអរគុណចា